Wow, lôi mình tên chừng ai xeo chừng ban đòi bà chăm bong lôi tê ok kẹp cặp này cái chiếc kẹp cặp pro 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 đòi xế rây ចាជាដំបូងសូមអនុញ្ញាតគោរពជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម Social Media ផងដែរស្វាគមន៍មកកាន់ស្រីនិចបង្រៀនបច្ចេកវិទ្យាអរគុណបងប្អូនណាសម្រាប់ការតាមដាននៅវីដេអូមួយនេះអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាវីដេអូដែលផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់កំពុងតែត្រូវការផងដែរអរគុណអញ្ចឹងវីដេអូនេះគឺជាវីដេអូដំបូងរបស់ខ្ញុំស្រីនិចដែលបង្ហាញនៅលើបណ្ដាញសង្គម Social Media ដូចជា Facebook និង YouTube អរគុណអញ្ចឹងបងប្អូនដែលគាត់ចង់ស្វែងរកតេតងជាមួយនឹងជំនាញបច្ចេកវិទ្យាតេតងជាមួយនឹងការកាត់តរូបភាព design រូបភាពហ្នឹងហើយតេតងជាមួយនឹងការដាក់ style ស្អាតៗនៅលើវីដេអូរូបភាពដូចគ្នាហ្នឹងហើយតេតងជាមួយនឹងបច្ចេកវិទ្យាតេតងជាមួយនឹងបណ្ដាញការពារនៅលើប្រព័ន្ធបណ្ដាញសង្គម Facebook YouTube ឬក៏ប្រព័ន្ធ security ផ្សេងៗដែលតេតងជាមួយនឹងបច្ចេកវិទ្យាថ្មីៗផងដែរកម្មវិធីទូរស័ព្ទដៃ iOS និង Android មានច្រើនប្រភេទផងដែរអញ្ចឹងប្រហែលជាមិនខុសបំណងសម្រាប់បងប្អូនទេណាអរគុណអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងឲ្យបងប្អូនដែល download ជាមួយនឹងកម្មវិធីកាត់តមួយប្រភេទយថាកំពុងតែពេញនិយមយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ននឹងគឺកម្មវិធី CapCut ផងដែរហ្នឹងហើយចាអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគឺគាត់ពេញនិយមក្នុងការ design ក៏ដូចជាដាក់បទចម្រៀងភ្លេងកាត់តរូបភាពផ្សេងៗជាច្រើនទៀតនៅលើកម្មវិធី CapCut ហ្នឹងហើយប៉ុន្តែអ្វីដែលជាផលប្របាក់សម្រាប់បងប្អូននោះគឺអ្វីគឺ Pro ហ្នឹងហើយខ្ញុំជឿជាក់ថាបងប្អូនមានច្រើននៅលើទូរស័ព្ទដៃដែលយើងក្នុងការប្រើប្រាស់នៅពេលបច្ចុប្បន្នហ្នឹងប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់យើងគឺ Pro មានន័យថា CapCut ហ្នឹងគឺជាការ Pro ដែលយើងមិនអាចប្រើប្រាស់លក្ខណៈពិសេសវាបានច្រើនទេបើសិនជាចង់ប្រើប្រាស់លក្ខណៈពិសេសច្រើនយើងត្រូវតែបង់លុយហ្នឹងមែនទេហ្នឹងហើយចាជាការប៉ັດប៉ុន្តែបើសិនជាបងប្អូនមើលវីដេអូរបស់ខ្ញុំនឹងឲ្យបងប្អូនទៅ download កម្មវិធី Pro មួយដែលបងប្អូនមិនបាច់ចាំបង់លុយទេហើយក៏មិនចាំលក្ខណៈថាអូយើងពិបាកតទៅជាមួយនឹង Pro ក្នុងការប្រើប្រាស់ដើម្បីបង់លុយលក្ខណៈពិសេសមួយចំនួនទេជាធម្មតានៅក្នុងកម្មវិធី CapCut គឺវាមានមុខងារជាច្រើនសម្រាប់ឲ្យយើងប្រើទៅលើរូបភាពឬក៏វីដេអូប៉ុន្តែមុខងារទាំងអស់ហ្នឹងគឺយើងអាចប្រើប្រាស់ដោយសេរីទេយើងត្រូវតែបង់លុយខ្លះដើម្បីប្រើប្រាស់មុខងារពិសេសរបស់វាមែនអត់ប៉ុន្តែជាបងប្អូនមើលវីដេអូរបស់ខ្ញុំឲ្យចប់ខ្ញុំនឹងបង្ហាញបងប្អូនឲ្យទៅ download ជាមួយនឹងមុខងារកម្មវិធីកាត់ត CapCut ដូចគ្នាដែរប៉ុន្តែយើងអាចប្រើប្រាស់បានដោយសេរីយើងមិនបាច់ចាំបង់លុយឬក៏បញ្ហាទៅជាមួយនឹង Pro ទេណាអរគុណអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទស្សនានៅវីដេអូនេះចាបើចង់ដឹងដំបូងគឺសូមឲ្យបងប្អូនកុំភ្លេចជួយធ្វើការចុច follow សញ្ញា follow ណានឹងឲ្យតាមដាននៅលើ Facebook page របស់ខ្ញុំផងហើយមួយទៀតគឺខ្ញុំមាន channel YouTube ដូចគ្នាផងដែរអញ្ចឹងក៏ភ្លេចចូលចុច subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាច្រើនទៀតផងដែរណាអរគុណអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅ download ជាមួយនឹងកម្មវិធី Pro ដែលកម្មវិធី CapCut ដែលយើងអត់បាច់ចាំប្រើប្រាស់ Pro ទេគឺយើងប្រើប្រាស់ដោយសេរីផងដែរហ្នឹងហើយអរគុណអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលយូរចាស់ខ្ញុំនឹងទៅធ្វើការណែនាំឲ្យបងប្អូនទៅប្រើប្រាស់ជាមួយនឹងកម្មវិធីនឹងទាំងអស់គ្នានឹងរបៀបក្នុងការ download ប្រើប្រាស់វាផងដែរហើយមួយទៀតបន្ទាប់ពីដែលបងប្អូនប្រើប្រាស់ជាមួយនឹងកម្មវិធី CapCut នេះហើយខ្ញុំនឹងមានវីដេអូថ្មីបន្តទៀតទាក់ទងជាមួយនឹងរបៀបក្នុងការប្រើប្រាស់មុខងារផ្សេងៗនៅក្នុង CapCut ដូចគ្នាផងដែរមិនថាយើងរៀនមួយវគ្គទៅមួយវគ្គឲ្យលក្ខណៈថាឲ្យចេះក្នុងការប្រើប្រាស់នៅលើ CapCut នឹងតែម្ដងណាចាអរគុណហើយសម្រាប់បងប្អូនដែលគាត់ថ្មីខ្ញុំក៏សង្ឃឹមថាក៏ជាចំណុចដែលបងប្អូនត្រូវការផងដែរមែនអត់ពិសេសគឺយ៉ាងដៃថ្មីតែម្ដងគឺយើងអត់ចេះតែឥឡូវនឹងក្បាច់ខាត់បញ្ជូយើងទៅទស្សនាទាំងអស់គ្នាផងដែរអូខេតា Let's go អរគុណហ្នឹងហើយអញ្ចឹងនេះគឺជា CapCut ដែលជា CapCut មួយដែលជា CapCut ដែលយើងមិនបាច់ចាំមាន Pro ប៉ុន្តែយើងអាចប្រើប្រាស់ដោយសេរីណាហ្នឹងហើយ Pro ដែរប៉ុន្តែវាគឺជាការប្រើប្រាស់ដោយសេរីមិនមែន Pro បង់លុយទេណាហ្នឹងហើយយើងនិយាយថា CapCut តែមួយទេបងប្អូនប៉ុន្តែគ្រាន់តែយើង download នេះយើងមិនមែន download លក្ខណៈថានៅលើ Play Store ទេណាបងប្អូនហ្នឹងឯងគឺតាមរយៈទៅ download នៅក្នុង Telegram ដែលខ្ញុំមានជា file មួយសម្រាប់បងប្អូនធ្វើការ install វាប្រើប្រាស់តែម្ដងមកយើងមិនចាំ download ទេគ្រាន់តែចុច install វាគឺដំឡើងបានជាស្រេចតែម្ដងណាហ្នឹងហើយ
អញ្ចឹងមុនពេលដែលបងប្អូនអាចប្រើប្រាស់ជាមួយនឹងកម្មវិធី CapCut Pro នេះបានទីមួយគឺខ្ញុំសូមឲ្យបងប្អូនធ្វើការលុប Pro Scene ជាមុនសិននៅក្នុងទូរស័ព្ទដៃរបស់យើងណាហ្នឹងហើយពិសេសគឺបងប្អូនដែលប្រើប្រាស់ទៅលើប្រតិបត្តិការ Android ណាហ្នឹងហើយអញ្ចឹងបងប្អូនជួយលុបកម្មវិធីដើម Scene វាចោលសិនណានៅក្នុងហ្នឹងលុបចោលសិនទៅពេលដែលបងប្អូនលុបគឺទីមួយគឺវាអត់មានរងផលប៉ះពាល់លើវីដេអូរបស់បងប្អូនដែលធ្លាប់ធ្វើទេណាហ្នឹងហើយអញ្ចឹងបងប្អូនដើម្បីអាចប្រើប្រាស់ Pro ដែល CapCut ដែលយើងអត់មិនចាំបង់លុយនេះទីមួយបងប្អូនត្រូវតែលុបដើមសិនដើម្បីអាចប្រើប្រាស់ថ្មីនឹងបានណាហ្នឹងហើយអញ្ចឹងយើងទៅលុបទាំងអស់គ្នាទៅហើយចាំយើងទៅធ្វើការ install ទាំងអស់គ្នានេះអូខេតោះឥឡូវនេះខ្ញុំទៅបង្ហាញបងប្អូនឲ្យទៅធ្វើការ install ជាមួយនឹងកម្មវិធី CapCut នឹងតែម្ដងនេះអរគុណណាស់សម្រាប់បងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវទៅចូលទៅក្នុង link Telegram មួយដែលខ្ញុំបានដាក់នៅខាងលើ description ដែលខ្ញុំសរសេរហ្នឹងណាអញ្ចឹងបងប្អូនត្រូវទៅចូលមកក្នុង Telegram របស់ខ្ញុំជាមុនសិនទើបអាចធ្វើការ install ប្រើប្រាស់ទៅលើ Pro CapCut ហ្នឹងហើយដែលអត់ Pro បានណាហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការចូលទៅលើ link Telegram ហ្នឹងទៅចូលមកឲ្យបងប្អូន join ទៅលើ Telegram ខ្ញុំម្នាក់មួយមកណាហ្នឹងហើយដើម្បីទទួលបាននៅវីដេអូថ្មីអ្វីដែលខ្ញុំដាក់នៅក្នុងនឹងដែរនេះគឺជា channel ផ្លូវការរបស់ខ្ញុំណាហ្នឹងហើយឲ្យសនិចអូខេអញ្ចឹងបងប្អូនចូលមកបងប្អូនគ្រាន់តែធ្វើការ install នេះមាន file របស់វាណាហ្នឹងហើយចាំបងប្អូនឃើញអត់ចានេះគឺជា file របស់វាណាបងប្អូនគ្រាន់តែចុចទៅលើហ្នឹងទៅអត់បាក់ទេបើចាំយើងទៅ download ទៅរកអី download អីយើងញ៉ៃនៅលើweb នៅលើគេហទំព័រនៅលើ browser នៅលើអីទេអញ្ចឹងណាអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចនៅក្នុងនេះទៅនៅក្នុង Telegram របស់ខ្ញុំទៅគឺបងប្អូនអាចប្រើប្រាស់បានតែម្ដងណាហ្នឹងហើយពេលខ្លះយើងពិបាកយើងទៅលើ browser យើងទៅ search មើលទៅរកមើលវាញ៉ៃច្រើនពេលខ្លះឆ្លងមេរោគមេអីគឺពិបាកដល់ទូរស័ព្ទយើងទៀតណាហ្នឹងហើយពិបាកមែនតើអញ្ចឹងបងប្អូនគាត់ទៅចូលមកក្នុង Telegram របស់ខ្ញុំមក install បានគាត់ទៅចុចទៅហើយបងប្អូនគាត់ទៅចុចទៅបងប្អូន install តែម្ដងណាដោយសារតែខ្ញុំ install រួចរាល់ហើយអញ្ចឹងគឺវា load អញ្ចឹងឯងវា load ពាក្យថា update ណាប៉ុន្តែគាត់ថាខ្ញុំ install រួចរាល់ហើយប៉ុន្តែសម្រាប់បងប្អូនដែលអត់ install បងប្អូនត្រូវទៅលុបកម្មវិធី SIM សិនណាដូចខ្ញុំបញ្ជាក់ណាបើយើងអាច install វាដូចគ្នាបានអញ្ចឹងបើបងប្អូនអត់ទៅលុបដើមផ្សេងបងប្អូនដើមទៅបងឃើញដូចខ្ញុំអញ្ចឹងដូចឃើញ update អញ្ចឹងគឺអត់ទេអញ្ចឹងប្រើប្រាស់អត់បានទេណាអញ្ចឹងត្រូវទៅលុប SIM ដើមនឹងចោលសិនរួចហើយចាំមកធ្វើការ install ដូចខ្ញុំប្រាប់ឲ្យបងប្អូន download ហ្នឹងចាំបងប្អូនចុចទៅអញ្ចឹងបន្ទាប់ពី install ហើយយើងចូលទៅមើលថាCapCut ដែលយើង install នោះវាយ៉ាងម៉េចដែរណាតោះឥឡូវនេះយើងចូលទៅមើលទាំងអស់គ្នាហ្នឹងហើយតោះឥឡូវនេះយើងទៅចុចមើលទាំងអស់គ្នាថាយើងអាចប្រើប្រាស់បានអីខ្លះដែរណាបងប្អូនហ្នឹងហើយអូខេណាហ្នឹងហើយអញ្ចឹងហ្នឹងហើយអញ្ចឹងចូលមកគឺយើងនឹងឃើញអញ្ចឹងតែម្ដងណាបងប្អូនគ្រាន់តែចុចយល់ព្រមអីធម្មតាតិចតួចទៅគឺបងប្អូននឹងអាចចូលមកប្រើប្រាស់ជាមួយនឹង CapCut នឹងបានហើយណាហ្នឹងហើយអូខេអញ្ចឹងមានអីពិបាកទេហ្នឹងហើយបងប្អូនចេះប្រើណាហ្នឹងហើយអញ្ចឹងបងប្អូនចេះប្រើហើយអញ្ចឹងតែបងប្អូននឹងយល់អញ្ចឹងយើងចូលទៅរកលក្ខណៈថាវីដេអូមួយចាអញ្ចឹងខ្ញុំចុចចូលរកមកវីដេអូចុចចូលទៅដើម្បីយើងទៅធ្វើការ design រូបភាពក៏ដូច design ទៅលើវីដេអូផ្សេងៗណាហ្នឹងហើយអត់ពិបាកទេហ្នឹងហើយឥឡូវយើងឲ្យឃើញនេះក៏ជាវីដេអូខ្ញុំធម្មតាតិចតួចឥឡូវខ្ញុំនឹងធ្វើការ design ទៅលើរូបភាពមួយនេះអរគុណនឹងអញ្ចឹងខ្ញុំធ្វើការ add រូបភាពមួយដើម្បីសាកល្បងក្នុងការប្រើប្រាស់ឲ្យបងប្អូនមើលណាថាតើវាអាចប្រើប្រាស់បានអត់ហើយយើងអាចធ្វើការ save វាចេញបានអត់អញ្ចឹងហ្នឹងហើយអូខេអញ្ចឹងនេះគឺជារូបភាពមួយហ្នឹងហើយដោយសារតែទូរស័ព្ទរបស់ខ្ញុំនេះគឺខ្ញុំដាក់បដិចឹងទៅវាអត់ឃើញដល់បងប្អូនជាលក្ខណៈបញ្ឆោតទេណាហ្នឹងហើយវាតម្រង់តែមួយទៅគាត់ថាមួយបដិមួយបញ្ឆោតនេះហ្នឹងអញ្ចឹងទៅគាត់ហេឥឡូវហ្នឹងយើងទៅរកមើលអីមួយថាយើងទៅរកមើលលក្ខណៈថាយើង edit ទៅលើអីមួយរូបភាពអីមួយមកដែលមើលទៅលក្ខណៈជាដាក់ថាមកប្រូយើងចូលទៅសិនហ្នឹងហើយអញ្ចឹងអានេះគឺប្រូណាចឹងខ្ញុំចាក់បងប្អូនអានេះគឺវាបង្ហាញប្រូដូចគ្នាផងដែរណាប៉ុន្តែប្រូនេះគឺយើងអាចប្រើប្រាស់ដោយសេរីមិនមែនជាប្រូស៊ីនទេនិយាយថាប្រូនេះគឺយើងអាចយកវាបានដោយសេរីណាអត់បាច់ចាំបងលុយទេឥឡូវខ្ញុំទៅជ្រើសរើសប្រូមួយអញ្ចឹងមានន័យថាពេលដែលបងប្អូនឃើញពាក្យថាប្រូហ្នឹងគឺជាសិតតែបងលុយបើមិនបងប្អូនប្រើអាស៊ីនណាចុចទៅគឺអាស៊ីនគឺយើងត្រូវតែបងលុយមិនអាចប្រើប្រាស់វាបានណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំចង់ប្រើប្រាស់អានេះមួយចាស់ខ្ញុំឧទាហរណ៍ទៅណាប៉ុន្តែសម្រាប់បងប្អូនអាច
សម្រាប់បងប្អូនអាចប្រើប្រាស់ដាក់អីដូចខ្លួនឯងទៅណាអញ្ចឹងទីទៀតមានវីដេអូថ្មីខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការប្រើប្រាស់មុខងារច្រើនទៅនៅក្នុង CapCut ហ្នឹងណាអញ្ចឹងខ្ញុំសូមឧទាហរណ៍សិនឥឡូវខ្ញុំចុចយក Pro ណាជាធម្មតាពេលដែលយើងចុចយក Pro ហើយយើងចង់ស្រាវចេញយើងត្រូវតែបង់លុយហ្នឹងមែនទេបើយើងចុចឲ្យប្រើ Pro ប៉ុន្តែឥឡូវខ្ញុំចុច Pro ហើយអញ្ចឹងខ្ញុំចង់ធ្វើការស្រាវចេញហ្នឹងហើយតែខ្ញុំអាចស្រាវវាចេញអត់នេះគឺជា Pro ខ្ញុំជ្រើសរើសមិញគឺ Pro គេរូបភាពខ្ញុំប្រែវាจะប្រែទៅជារូបភាពផ្សេងពីហ្នឹងហើយដោយសារខ្ញុំជ្រើសរើសមុខងារ Pro ក្នុងការប្រើឥឡូវខ្ញុំធ្វើការស្រាវចេញតែខ្ញុំស្រាវបានអត់ហ្នឹងហើយអូខេអញ្ចឹងយើងរើសមកហើយខ្ញុំសូមរើសធម្មតាសិនបាននេះខ្ញុំឧទាហរណ៍ទៅណាឥឡូវយើងធ្វើការស្រាវចេញហ្នឹងហើយយើងស្រាវចេញហ្នឹងហើយអូខេចឹងយើងរងចាំមួយផ្លែតហ្នឹងហើយចឹងបងប្អូនឃើញទេហ្នឹងហើយចាំបងប្អូនឃើញទេគឺស្រាវចេញបាន 100% តែម្ដងហ្នឹងហើយគឺយើងមិនបាច់ចាំបងលុយទេអូលុយមិនតែណាហ្នឹងហើយអូខេគេញ៉ាំវ៉ាវហ្នឹងហើយអញ្ចឹងមានន័យថាយើងអាចស្រាវចេញបានណាមិនបាច់ចាំបងលុយទេតែបងប្អូនប្រើប្រាស់ Asin Pro ដូចគ្នាប៉ុន្តែបងលុយយើងអាចស្រាវចេញបានទេណាទៅតែយើងបងលុយសិនបើយើងអាចស្រាវវាចេញបានហ្នឹងហើយអូខេអញ្ចឹងមានតែប៉ុណ្្នឹងណាបងប្អូនអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំបង្ហាញបងប្អូនអំពីរបៀបក្នុងការinstall CapCut Pro ដែរប៉ុន្តែ Pro series Pro ប្រើដោយសេរីណាមិន Pro បងលុយទេអូខេហ្នឹងហើយអរគុណច្រើនមានតែប៉ុណ្្នឹងណាវីដេអូហ្នឹងហើយចាំជួបគ្នានៅវីដេអូថ្មីCapCutដូចគ្នាប៉ុន្តែខ្ញុំនឹងអាចប្រើប្រាស់បងប្អូនថាប្រើប្រាស់ក្នុងសម្រាប់បងប្អូនថ្មីណាចឹងមុខងារនៅក្នុង CapCut ហ្នឹងយើងប្រើប្រាស់មុខងារមួយណាខ្លះតើមុខងារហ្នឹងវារបៀបមានរបៀបហ្នឹងខ្ញុំនឹងបង្ហាញបន្តទៀតអូខេអរគុណជួបគ្នានៅវីដេអូបន្តទៀតនេះហើយកុំភ្លេចជួយគាំទ្រខ្ញុំផងណាជួយ share ជួយអីបន្តគ្នាផងនេះដើម្បីឲ្យខ្ញុំទទួលបានការគាំទ្រហើយក៏បងប្អូនទទួលបានចំណេះដឹងពីខ្ញុំច្រើនដែរអូខេបាយបាយ